ជំរាបសួរលោកគ្រូនិងសួស្តីទៅកាន់មិត្តភក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះគង់ពិសេសដែលថ្ងៃនេះនាងខ្ញុំមកនិយាយអំពីចម្ពោះទី3មេតាប៉ូលីសនិងមេរៀនទី1រស្មីសំយោគដែលដឹកនាំដោយលោកគ្រូជុចធិរិទ្ធមុននឹងយើងចូលទៅដល់មេរៀនយើងត្រូវស្គាល់ពីយមន័យរបស់មេតាប៉ូលីសសិនមេតាប៉ូលីសគឺជាប្រតិកម្មសំយោគនិងបំបែករបស់រស្មីសំយោគឥឡូវយើងចូលទៅដល់ចំណុចទី1ប្រភពថាមពលរបស់ភាវៈរស់ចឹងរូបទី1ហ្នឹងចង់និយាយអំពីការធ្វើរស្មីសំយោគគឺជាការធ្វើរស្មីសំយោគតាមរយៈខ្សែអាហារចឹងថាមពលដំបូងបានមកពីពន្លឺព្រះអាទិត្យដែលធ្វើឲ្យរុក្ខជាតិលូតលាស់ហើយកណ្ដុរបានទៅស៊ីរុក្ខជាតិហើយឆ្មាហ្នឹងបានទៅស៊ីកណ្ដុរបន្ទាប់មកកណ្ដុរនិងឆ្មានឹងបានស៊ីតគ្នាដើម្បីយកថាមពលដែលរុក្ខជាតិបង្កើតបាននឹងស្តុកទុកក្នុងទម្រង់ជាស្ករនឹងដើម្បីបំបែកមកប្រើប្រាស់បំលែងមកប្រើប្រាស់ក្នុងខ្លួនឯងដូចជាឆ្មាជាដើមឆ្មានឹងដើម្បីបំលែងទៅជាដើម្បីបំលាស់ទីលូតលាស់ធំធាត់ជាដើមឥឡូវយើងចូលទៅដល់រូបភាពទី2ចឹងរូបភាពទី2ហ្នឹងគឺគេចង់និយាយអំពីការធ្វើរស្មីសំយោគតាមរយៈសារធាតុគីមីចឹងតាមរយៈសារធាតុគីមីហ្នឹងដូចក្នុងរូបហ្នឹងអញ្ចឹងឥឡូវយើងចូលទៅដល់ចំណុចទី2រស្មីសំយោគចឹងអារូបភាពទី1ហ្នឹងគេចង់ឲ្យយើងនឹងបំពេញចឹងវាមានអុកស៊ីសែនពន្លឺព្រះអាទិត្យទឹកម្សៅឬស្ករកាបូនឌីអុកស៊ីតចឹងរូបហ្នឹងចង់និយាយអំពីរស្មីសំយោគនឹងត្រូវរស្មីសំយោគហ្នឹងវាត្រូវការពន្លឺហើយនឹងត្រូវការកាបូនឌីអុកស៊ីតត្រូវការទឹកនិងម្ខាងទៀតនៅផ្នែកម្ខាងទៀតហ្នឹងត្រូវបានបំភាយអុកស៊ីសែននិងយកជាតិម្សៅឬស្ករចំណែកឯរូបភាពទី2ហ្នឹងចង់និយាយអំពីដំណាក់កាលនីមួយនៃដំណើររស្មីសំយោគចឹងដំណាក់កាលទី1ហ្នឹងការចាប់យកពន្លឺព្រះអាទិត្យស្លឹករុក្ខជាតិបានប្រើប្រាស់ក្លរផ្លាស់ដែលមានផ្ទុកជាតិពណ៌បៃតងដែលហៅថា chlorophyll ដើម្បីចាប់យកពន្លឺព្រះអាទិត្យបានចំណែកដំណាក់កាលទី2គឺជាការចាប់យកឧស្ម័នកាបូនិកចឹងឧស្ម័នកាបូនិកចាប់យកតាមរយៈស្លឹករុក្ខជាតិដោយសារផ្នែកម្ខាងនិងផ្នែកលើនិងផ្នែកលើនៃស្លឹកនឹងមានរន្ធតូចជាច្រើនដែលហៅថាស្តូម៉ាតអញ្ចឹងកាបូនឌីអុកស៊ីតនឹងឬឧស្ម័នកាបូនិកបានជ្រាបចូលតាមស្តូម៉ាតរហូតទៅដល់ស្លឹកហើយនឹងធ្វើដំណើរទៅកាន់ក្លរ៉ផ្លាស់ចំណែកឯដំណាក់កាលទី3គឺការដែលស្រូបយកទឹករុក្ខជាតិឬរបស់វាប្រើប្រាស់រោមជញ្ជក់ដើម្បីស្រូបយកទឹកនិងធ្វើដំណើរតាមបំពង់ស៊ីឡែមរហូតទៅដល់ស្លឹករុក្ខជាតិនិងដល់ក្លរ៉ផ្លាស់ចំណែកឯដំណាក់កាលទី4ការផ្សំឡើងការប្រព្រឹត្តទៅក្នុងក្លរ៉ផ្លាស់ដោយការប្រើប្រាស់ពន្លឺព្រះអាទិត្យទឹកនិងកាបូនឌីអុកស៊ីតផលិតបានជាស្ករខ្លុយកោសនិងអុកស៊ីសែនដំណាក់កាលទី5ខ្លុយកោសត្រូវបានរក្សាទុកក្នុងរុក្ខជាតិអុកស៊ីសែនត្រូវបានភាយចេញមកខាងក្រៅតាមរយៈស្តូម៉ាតឥឡូវយើងចូលទៅដល់ slide បន្ទាប់ចឹងរូបភាពទី1ហ្នឹងគេចង់និយាយអំពីតើអ្វីទៅគឺជារស្មីសំយោគរស្មីសំយោគគឺជាដំណើរការធម្មជាតិដែលថាមពលរស្មីព្រះអាទិត្យកាបូនឌីអុកស៊ីតនិងទឹកត្រូវបានចាប់យកនិងបំលែងទៅជាខ្លុយកោសថាមពលដែលអាច
ប្រើប្រាស់បាននឹងអុកស៊ីហ្សែនហើយខាងក្រោមនេះគឺជាសមីការរបស់រស្មីសំយោគតើសារពាង្គកាយប្រភេទណាខ្លះដែលធ្វើរស្មីសំយោគចឹងសារពាង្គកាយដែលធ្វើរស្មីសំយោគគឺសារពាង្គកាយដែលធ្វើរស្មីសំយោគត្រូវបានគេហៅថាអូតូរ៉ូបពីព្រោះវាបំលែងកតាអសរីរាង្គទៅជាថាមពលហើយសំណួរបន្ទាប់នេះគេសួរថាតើរស្មីសំយោគកើតឡើងនៅឯណាពួកវាមានសរីរាង្គពិសេសហៅថាក្លរ៉ូផ្លាសដែលជាកន្លែងដែលដំណើរការនេះកើតឡើងរុក្ខជាតិត្រូវការទឹកកាបូនឌីអុកស៊ីតពន្លឺព្រះអាទិត្យក្លូយកូសអុកស៊ីហ្សែនតបមកយើងយកទឹកមានកាបូននឹងយកមកបំពេញឥឡូវយើងចូលទៅដល់រូបភាពទី2អញ្ចឹងរូបភាពទី2ហ្នឹងនិយមន័យរបស់វានឹងរស្មីសំយោគគឺជាដំណើរការដែលរុក្ខជាតិបំលែងថាមពលពន្លឺទៅជាថាមពលគីមីរុក្ខជាតិប្រើប្រាស់ថាមពលនេះដើម្បីបង្កើតអាហារផ្ទាល់ខ្លួនថាមពលពន្លឺដែលពួកវាចាប់យកត្រូវបានប្រើដើម្បីបំលែងកាបូនឌីអុកស៊ីតនិងទឹកនិងសារធាតុរ៉ែទៅជាអុកស៊ីហ្សែនចឹងក្លរ៉ូភៀលហ្នឹងគឺជាសារធាតុពណ៌ដែលផ្ដល់ឲ្យរុក្ខជាតិនៅពណ៌បៃតងនិងជួយក្នុងដំណើរការនៃរស្មីសំយោគហើយប្រភេទក្លរ៉ូភៀលហ្នឹងសំខាន់បំផុតគឺផើងកដែលមាននៅក្នុងរុក្ខជាតិបៃតងបន្ទាប់មកក្លរ៉ូភៀលក្នុងរុក្ខជាតិខជាសារធាតុពណ៌ម្យ៉ាងផ្សេងទៀតដែលពាក់ព័ន្ធនឹងរស្មីសំយោគហើយខាងក្រោមនេះគឺជារូបមន្តរស្មីសំយោគឥឡូវយើងចូលទៅដល់ slide បន្ទាប់ដែលរូបភាពនេះគេចង់និយាយអំពីប្រតិកម្មពន្លឺចឹងប្រតិកម្មពន្លឺនេះគឺវាប្រព្រឹត្តទៅនៅក្នុងគ្នាទីឡាកូអ៊ីតបានជាគេហៅថាប្រតិកម្មនេះហៅថាប្រតិកម្មភ្លឺដោយសារតែវាប្រតិកម្មទៅបានលុះត្រាតែមានពន្លឺបានន័យថាបើគ្មានពន្លឺទេប្រតិកម្មនេះមិនអាចដំណើរការបានទេចឹងប្រតិកម្មភ្លឺនឹងប្រព្រឹត្តទៅដោយសារការធ្វើអុកស៊ីតកម្មម៉ូលេគុលទឹកឥឡូវយើងចូលទៅដល់ slide បន្ទាប់ដែលគេនិយាយចំណុចទី3ដំណាក់កាលទាំងពីរនៃរស្មីសំយោគចឹងដំណាក់កាលទី1ហ្នឹងការចាប់យកថាមពលពន្លឺព្រះអាទិត្យចឹងវាស្តៀង5ដំណាក់កាលមិញដែរហ្នឹងហើយដំណាក់កាលទី2ហ្នឹងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដូចរូបខាងក្រោមនេះអញ្ចឹងជាចុងក្រោយនាងខ្ញុំសូមអរគុណលោកគ្រូនិងអរគុណទៅដល់មិត្តភ័ក្តិទាំងអស់គ្នាដែលបានទស្សនានិងការស្ដាប់របស់នាងខ្ញុំបកស្រាយសូមអរគុណ